សួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះគឺយើងនឹងនិយាយអំពីអ្វីទៅជាបច្ចេកវិទ្យាថ្មីតាក់ទងជាមួយនឹង crypto តាក់ទងជាមួយនឹង Bitcoin តាក់ទងជាមួយនឹងកាក់ផ្សេងៗដែលបងប្អូនទាំងអស់គ្នាធ្លាប់ឮមកដែលគេបានចែករំលែកតាមបណ្ដាញសង្គមដូចជា Facebook TikTok YouTube អីជាដើមតាក់ទងជាមួយនឹង Bitcoin តាក់ទងជាមួយនឹង crypto ទាំងអស់ហ្នឹងថាតើវាជាអ្វីហើយវាមានអត្ថប្រយោជន៍អីខ្លះហើយវាប៉ះពាល់អីគេខ្លះហើយយើងគួរសិក្សាវាដើម្បីអីគេបាទថ្ងៃនេះគឺខ្ញុំនឹងមកបកស្រាយខ្ញុំនឹងមកបញ្យល់ខ្ញុំនឹងមកចែករំលែកតាក់ទងជាមួយនឹងរឿងទាំងអស់ហ្នឹងពីដើមទៅតែម្ដងបាទន័យថាពីដំណើរដើមទងហេតុផលដើមហេតុនៃការបង្កើតអ្វីដែលជាដំណើរនាំឲ្យកើតចេញទៅជា Bitcoin នាំឲ្យកើតចេញទៅជា crypto ហើយមនុស្សនាំគ្នាផុសផលនាំគ្នាទិញលក់នាំគ្នាជួញដូរនាំគ្នាទទួលផលចំណេញចេញពីវាអ្នកខ្លះទៅក៏ខាតបោះគូតខោអីចឹងទៅអញ្ចឹងនៅក្នុងថ្ងៃនេះគឺយើងមានមេរៀនចំនួន9ចំណុចដែលតាក់ទងជាមួយនឹងភាពឬសំទោសតាក់ទងជាមួយនឹង crypto តាក់ទងជាមួយនឹងមូលដ្ឋានគ្រឹះរបស់វាដើម្បីនៅក្នុងគោលបំណងតែមួយគត់គឺចង់ឲ្យបងប្អូនអរគ្នាយល់អំពីរឿងទាំងអស់ហ្នឹងកាលណាយល់អំពីរឿងទាំងអស់ហ្នឹងអត់មានណាគេមកបោកប្រាស់យើងបានទេប្រសិនបើបងប្អូនអរគ្នាអត់យល់អំពីមូលដ្ឋានគ្រឹះទាំងអស់ហ្នឹងហើយបងប្អូនឃើញគេចែកម្លែកឃើញគេ share វីដេអូនៅលើ Facebook នៅលើ TikTok នៅលើ YouTube ឃើញចំណេញហើយបងប្អូនក៏ខ្វល់ក៏ទៅធ្វើដូចគេបាទដោយយើងយល់ថាធ្វើអញ្ចឹងវាបានក៏ប៉ុន្តែជាអកុសលបងប្អូនទាំងអស់គ្នាភាគច្រើនអ្នកដែលគាត់អត់យល់ពីមូលដ្ឋានគ្រឹះហើយគាត់ទៅធ្វើរឿងទាំងអស់ហ្នឹងភាគច្រើនគឺ fail គឺត្រូវបានអស់គូតខោបាទអញ្ចឹងយើងត្រូវចាំថាទាំងអស់ហ្នឹងវាសុទ្ធតែមានកលឹះរបស់វាសុទ្ធសឹងតែមានបែបផែននៅក្នុងការធ្វើមិនមែនចេះតែធ្វើទៅតាមអ្វីដែលយើងនឹកឃើញទេបាទអញ្ចឹងខ្ញុំចេញវីដេអូនេះក្នុងគោលបំណងជួយអ្នកនរគ្នាឲ្យយល់ដឹងអំពីមូលដ្ឋានគ្រឹះហើយឲ្យអ្នកនរគ្នាទៅធ្វើរឿងមួយដែលត្រឹមត្រូវហើយសូមបញ្ជាក់ផងដែរថាវីដេអូនេះមិនមែនជាដំបូន្មាននៅក្នុងការដែលឲ្យអ្នកទាំងអស់គ្នាទៅវិនិយោគ crypto ទៅឲ្យអ្នកទាំងអស់គ្នាទៅទិញលក់ meme coin crypto ឬក៏កាក់ដតៃផ្សេងទៀតទេវីដេអូនេះគ្រាន់តែជាគោលបំណងនៅក្នុងការសិក្សាស្រាវជ្រាវឬក៏ជាការចែករំលែកតាក់ទងជាមួយនឹងចំណេះដឹងតែប៉ុណ្ណោះបើសិនជាបងប្អូនទាំងអស់គ្នាចង់ទៅវិនិយោគចង់ទៅទិញចង់ទៅជួញដូរចង់ទៅ trade ជាមួយរឿងទាំងអស់ហ្នឹងបងប្អូនទាំងអស់គ្នាត្រូវតែសិក្សាដោយខ្លួនឯងត្រូវតែមានរបៀបនៅក្នុងការរៀនដោយខ្លួនឯងឬក៏យើងអាចនិយាយថាជាភាសាបច្ចេកទេសដែលគេតែងតែនិយាយនៅក្នុងវិស័យ crypto គេថា do your own research បានន័យថាទៅសិក្សាស្រាវជ្រាវខ្លួនឯងមុននឹងធ្វើការ invest ឬក៏មុននឹងធ្វើការវិនិយោគហើយវិនិយោគនៅលុយដែលខ្លួនឯងអាចបាត់បង់បានគេហៅថា invest the money that you can afford to lose បានន័យថា invest ឬក៏វិនិយោគនៅលុយដែលអ្នកនរគ្នាគិតថាអាចបាត់បង់បានមិនមែនជាលុយដែលត្រូវបង់ធនាគារយកទៅទិញ crypto មិនមែនជាលុយដែលខ្ចីពីធនាគារយកទៅទិញ crypto មិនមែនជាលុយដែលជាប់បង់ទឹកភ្លើងសាលារៀនកូនឬក៏រឿងអីផ្សេងដែលជាតម្រូវការប្រចាំថ្ងៃហើយយកទៅទិញវាទេគឺទិញនៅលុយដែលអាចបាត់ទៅបានសេចក្តីថាលុយដែលសល់លុយដែលយើងគិតថាយកទៅសន្សំយើងអាចទៅទិញបានយើងអាចទៅវិនិយោគបានប៉ុន្តែត្រូវតែចេះវិនិយោគដូចគ្នាអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំសូមបញ្ជាក់ប៉ុណ្ណឹងតកតងជាមួយ disclaimer តកតងជាមួយនឹងបំរាមខ្ញុំសូមបញ្ជាក់ទៀតថាវីដេអូនេះមិនមែនជា financial advice ទេហើយខ្ញុំក៏មិនមែនជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុដែរអ្វីដែលខ្ញុំលើកឡើងនៅក្នុងវីដេអូនេះគឺគ្រាន់តែជាការបង្រៀនការចែករំលែកការឲ្យដឹងយល់អំពីរឿងទាំងអស់ហ្នឹងតែប៉ុណ្ណោះបាទ do your own research before investing any penny of your money អូខេអញ្ចឹងអ្វីទៅជា blockchain ទី1អញ្ចឹងខ្ញុំទៅតែម្ដងតកតងជាមួយនឹងមេរៀនទី1ដែលយើងនឹងនិយាយនៅក្នុងទីនេះគឺតកតងជាមួយនឹងអ្វីទៅជា blockchain what is blockchain និយមន័យនៃ blockchain គឺជាប្រព័ន្ធផ្ទុកទិន្នន័យ digital ដែលមានសុវត្ថិភាពបំផុតដែលគ្មាននរណាម្នាក់អាចកែប្រែឬបំផ្លាញបានឡើយប្រព័ន្ធផ្ទុកទិន្នន័យនេះ
ឬក៏ប្រព័ន្ធផ្ទុកទិន្នន័យដែលវិមជ្ឈការដែលអ្នកប្រើប្រាស់មានសិទ្ធិក្នុងការបញ្ជាក់រាល់ប្រតិបត្តិការដោយមិនមានការគ្រប់គ្រងពីស្ថាប័នធនាគារកណ្ដាលហើយអ្នកដែលបញ្ជាក់ប្រតិបត្តិការទាំងនោះនឹងទទួលបានរង្វាន់ចេញពីការបញ្ជាក់នោះផងដែរដែលគេឲ្យឈ្មោះថាអ្នកទាំងនោះថាជាពួក miners បានន័យថា blockchain គឺវាជាប្រព័ន្ធផ្ទុកទិន្នន័យវាដូចជា database មួយចំនួនអ្នកដែលរៀន IT ដឹងហើយតើតោងដូចជាបាទប្រព័ន្ធផ្ទុកទិន្នន័យយកនៅព័ត៌មានផ្សេងៗយកទៅផ្ទុកដើម្បីរក្សានៅទិន្នន័យទាំងអស់នោះគ្រាន់ថាវាខុសប្លែកនោះគឺត្រង់ថាប្រព័ន្ធផ្ទុកទិន្នន័យមួយនេះគឺវា transparencies វាបានន័យថាវា transparent វាគឺមានតម្លាភាពហើយអាចគ្រប់គ្នាមើលឃើញអាចដឹងអាចស្គាល់សំទោសអាចមើលឃើញអាចទៅសិក្សាអំពីទិន្នន័យទាំងអស់នោះបានប៉ុន្តែអត់កែបានទេអត់អាចទៅកែបានអត់អាចសូម្បីតែអ្នកបង្កើតក៏អាចទៅកែបានដែរបាទហេតុអីពីព្រោះកូដទាំងអស់នៅក្នុង blockchain គឺវាចងភ្ជាប់នៅក្នុងប្រព័ន្ធដែលជា block ហើយតភ្ជាប់នៅក្នុងខ្សែឬក៏ច្រវាក់តែមួយហើយតភ្ជាប់រាប់ពាន់លាន block អញ្ចឹងសំណួរសួរថាបើសិនជាយើងចង់ទៅកែ transaction ណាមួយឬក៏យើងចង់ទៅកែទិន្នន័យណាមួយដែលវាបាន deploy ដែលវាបានបាទបញ្ចេញរួចទៅហើយឬក៏ដែលវាបានធ្វើប្រតិបត្តិការរួចទៅហើយអ្នកទាំងអស់គ្នានឹងមិនអាចទៅកែបានទេនេះគឺជានិយមន័យតាក់ទងជាមួយនឹង blockchain អញ្ចឹងវាគឺជាប្រព័ន្ធផ្ទុកទិន្នន័យហើយអាហ្នឹង blockchain ហ្នឹងគឺវាមានទៅតាមគេហៅថាភាសាកូដរបស់វាទៀតអញ្ចឹងភាសាកូដវាមានច្រើនមានដូចជាតាក់ទងជាមួយនឹងបាទ solidity តាក់ទងជាមួយនឹង burst តាក់ទងជាមួយច្រើនមែនតើអញ្ចឹងអានឹងខ្ញុំមិនលម្អិតទេហើយលោកអ្នកនរគ្នាស្ដាប់ទៅឈឺក្បាលវិលមុខអញ្ចឹងខ្ញុំគ្រាន់តែនិយាយអំពីដំណើររបស់វាតែប៉ុណ្ណោះអញ្ចឹងនៅក្នុងលក្ខខណ្ឌរបស់ blockchain វាដំណើរការលក្ខណៈវាបែបវិមជ្ឈការដែលជាភាសាអង់គ្លេសគឺគេហៅថា decentralized ហើយជាភាសាខ្មែរយើងបានន័យថាมันមានអង្គភាពណាដែលត្រូវដែលត្រួតពិនិត្យវាទេពីលក្ខណៈវិមជ្ឈការអត់មានអ្នកណាទៅគ្រប់គ្រងទិន្នន័យទាំងអស់ហ្នឹងទេគឺវាលក្ខណៈថាឯករាជ្យទី2มันអាចកែប្រែបានទិន្នន័យទាំងអស់ហ្នឹងគឺមិនអាចកែប្រែបានទេតម្លាភាពលក្ខណៈថាគ្រប់គ្នាអាចមើលឃើញអញ្ចឹងយើងអាចទៅសិក្សាអំពីទិន្នន័យផ្សេងៗបានអញ្ចឹងដំណើរការនៅក្នុងរឿងទាំងអស់ហ្នឹងវាមានបែបផែនវាដូចជា block ហ្នឹងគឺជាកន្លែងផ្ទុកទិន្នន័យដែលខ្ញុំបានលើកឡើងពីខាងដើមហ្នឹងជា block នីមួយៗដែលដាក់ទិន្នន័យបានចូលទៅហ្នឹងហើយនៅក្នុងចង្វាក់ទាំងអស់ហ្នឹងដែលចងតភ្ជាប់ទិន្នន័យទាំងអស់ហ្នឹងជាខ្សែតែមួយបាទហើយការបញ្ជាក់ឬក៏ validation ទាំងអស់ហ្នឹងគឺត្រូវបានបញ្ជាក់នៅភាពត្រឹមត្រូវហើយសុក្រឹតបំផុតអញ្ចឹងនេះគឺជា blockchain ហើយអត្ថប្រយោជន៍របស់វាគឺសុវត្ថិភាពខ្ពស់ល្បឿនលឿនមិនត្រូវការឯកសារទាមទារអញ្ញែច្រើនទេបាទអញ្ចឹងតកតងជាមួយនឹងថាតើ blockchain ធ្វើអីបានខ្លះពីព្រោះយើងដឹងថាបើសិនជាប្រព័ន្ធផ្ទុកទិន្នន័យមួយដែលមានតម្លៃមានស្ថិរដែលមានតម្លៃមានតម្លាភាពហើយសុវត្ថិភាពបែបនេះតើវាធ្វើអីបានខ្លះតកតងជាមួយនឹងអ្វីដែលអាចធ្វើបានខ្លះហ្នឹងគឺច្រើនដូចទៅនឹងអ្វីដែលប្រព័ន្ធកូដឬក៏ប្រព័ន្ធផ្ទុកទិន្នន័យផ្សេងៗទៀតធ្វើដូចគ្នាអញ្ចឹងគឺវាធ្វើបានដូចជាបង្កើតនៅតួលេខជាលក្ខណៈ cryptocurrency មានន័យថាបង្កើតនៅតួលេខមួយដែលជារូបិយប័ណ្ណ digital ដែលយើងអាចចាយវាបានជាសកលទៅណាក៏ចាយបានហើយ NFT ជាលក្ខណៈទ្រព្យឬក៏ឯកសារដែលតម្កល់នៅក្នុងបច្ចេកវិទ្យា blockchain ដូចគ្នាជា DEP មានន័យថា DEP ហ្នឹងគឺមាន DEP ហ្នឹងមានន័យថាជា decentralized application ដូចជា website ប៉ុន្តែជាលក្ខណៈ decentralized ជាលក្ខណៈវិមជ្ឈការអត់មានភាគីគ្រប់គ្រងបានន័យថាអត់មានឆ្លងកាត់ការគ្រប់គ្រងពី admin អញ្ចឹងបានន័យថាវាជា decentralized application ហើយអាហ្នឹងវាបង្កើតមានដូចជា e-commerce fintech ហើយនឹងច្រើនទៀតអញ្ចឹងអាស្អីគេ e-commerce ហ្នឹងវាដូចទៅនឹងអា e-commerce យើងទូទៅនឹងដែរដាក់ឲ្យបានលក់នៅលើ online នឹងគ្នាហើយ fintech នេះអីគេ fintech ហ្នឹងបានន័យថា
financial technology តាក់ទងជាមួយនឹងការធ្វើ bank ធ្វើបាទប្រព័ន្ធ finance អីផ្សេងៗទាំងអស់ហ្នឹងអញ្ចឹងគឺ blockchain គឺវាអាចធ្វើបានរឿងច្រើនអញ្ចឹងយើងតាក់ទងជាមួយនឹង blockchain គឺវាអញ្ចឹងណាអ្នកនរគ្នាត្រូវយល់ហើយអាហ្នឹងគេយកទៅបង្កើតអីគេយកទៅបង្កើត crypto គេយកទៅបង្កើត NFT គេយកទៅបង្កើត dev ដែលជាលក្ខណៈដូចជា e-commerce fintech ឬក៏តាក់ទងជាមួយនឹង web application ឬក៏គេហៅថាជាគេហទំព័រផ្សេងៗប៉ុន្តែវាដំណើរការនៅលើប្រព័ន្ធបច្ចេកវិទ្យា blockchain ដែលគេតែងតែឲ្យឈ្មោះថា web 3ដែលថា web 3ហ្នឹងគឺជា web ចំនួនទី3ដែលជាការវិវត្តចុងក្រោយនៃបច្ចេកវិទ្យា web នៃបច្ចេកវិទ្យា website អីចឹងទៅអញ្ចឹងមេរៀនទី1ដែលយើងនិយាយតាក់ទងនឹងអ្វីទៅជា blockchain គឺប៉ុណ្ណឹងហើយខ្ញុំមិនវែងឆ្ងាយអីច្រើនទេគ្រាន់តែចង់ឲ្យបងប្អូនទាំងអស់គ្នាដឹងអំពីបាទនិយមន័យហើយវាធ្វើអីបានខ្លះតែប៉ុណ្្នឹងទេអញ្ចឹងវីដេអូហ្នឹងគឺមានប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយដែលយើងនឹងនិយាយតាក់ទងជាមួយនឹងមេរៀនទី2តើអ្វីទៅជា cryptocurrency បាទ what is cryptocurrency ហើយវីដេអូនេះគឺមានប៉ុណ្្នឹងសូមអរគុណ